ក្រនតែមកពីភ្នំពេញភ្លាមបងប្អូនមកដល់ស្រុកកណើតអញ្ចឹងណាហើយក៏ចេញមកធ្វើបន់បិណ្ឌទី13បាទហើយក៏មកជួបនឹងឯកឧត្តមបងប្អូនមកគឺច្បាយខេត្តនៅកំពង់ចាមខេត្តខ្ញុំតែម្ដងអញ្ចឹងណាបងប្អូនមកគឺមកជួបគាត់នៅក្នុងវត្តខ្ញុំតែម្ដងបងប្អូនបាទគឺគាត់ជួយកសាងវត្តខ្ញុំច្រើនណាបងប្អូនបាទហើយគាត់មកធ្វើបុណ្យគឺរស់រាយខ្លាំងមែនតើបងប្អូនបាទខ្ញុំអត់ហ៊ានមើលមុខគាត់ចំទេបងប្អូនបាទខ្ញុំចេះតែកលេចកតុយភ្នែកអញ្ចឹងណាបងប្អូនបាទគឺគាត់ឲ្យខ្ញុំស្រស់មែនតើបាទគាត់យកផ្កាមកថ្វាយព្រះអញ្ចឹងណាបងប្អូនបាទហើយខ្ញុំក៏យកចង្ហាន់អីរួចវេឲ្យអស់ហើយបងប្អូនបាទហើយក៏យកបាយហ្នឹងមករាប់បាតបាទហើយតាមទំនៀមទម្លាប់របស់យើងអញ្ចឹងទៅបងប្អូនបាទហើយបងប្អូនខ្ញុំម្នេះថារាប់បាតអីឲ្យអស់អញ្ចឹងបងប្អូនវេឲ្យអស់អញ្ចឹងនាំគ្នាទៅថតរូប2-3ប៉ុស្តិ៍ម្នាក់សិនទៅចាំទៅផ្ទះវិញដោយសារផ្ទះខ្ញុំនៅជិតអញ្ចឹងណាបងប្អូនបាទគឺដើរមកអញ្ចឹងទៅបាទពីផ្ទះខ្ញុំមកវត្តនេះអត់ឆ្ងាយទេបងប្អូនប្រហែលជាខ្ទង់200 ម៉ែត្រ 300 ម៉ែត្រអីទេគឺចិត្តទេផ្ទះខ្ញុំនៅក្រោយវត្តនឹងតែម្ដងបងប្អូនបាទហើយឥឡូវខ្ញុំក៏ឡើងលើកំពូលភ្នំបងប្អូនមកគឺខ្យល់ត្រជាក់ខ្លាំងមែនទែនមកថតទៅខាងក្រោមចេះឃើញទេសភាពស្អាតមែនទែនបងប្អូនមកខែទឹកឡើងចេះថតទៅឃើញវាស្រែខៀវងឹតតែម្ដងហើយនិយាយរួមទៅខ្យល់អាកាសវិញមកអែមតែម្ដងបងប្អូនបាទគឺត្រជាក់ខ្លាំងមែនទែនបងប្អូនគឺស្អាតណាស់បងប្អូនហើយកន្លែងហ្នឹងកំពុងតែតឹមធ្វើអញ្ចឹងបងប្អូនបាទណាបើមើលជះរៀងពីក្រោយទៅក៏ស្អាតដែរបងប្អូនអើយបាទត្រជាក់បាទឥឡូវខ្ញុំឡើងមកពីអ្នកពូជបាទចង់មកអញ្ចឹងនាំមកទាមកបងប្អូនអើយក៏មកពីវត្តវិញទាមកប៉ាចង់ទៅលើកំពូលភ្នំអីចឹងបាទហើយក៏ដប់មកឡើងលើកំពូលភ្នំអញ្ចឹងទៅកំពូលភ្នំនេះគឺអាចជិះម៉ូតូឡើងបានដែរអញ្ចឹងណាបងប្អូនបាទគឺផ្លូវឡើងស្រួលទេថ្មហើយផ្លូវឡើងមកមិនសូវចោតប្រហែលទេគឺរៀងទាបដែរអញ្ចឹងណាហើយនេះគឺទេសភាពខាងក្រោយគឺស្អាតខៀវងឹតតែម្ដងបងប្អូនបាទដល់បើឲ្យដេកលក់បងប្អូនបាទគឺត្រជាក់ខ្លាំងមែនតើថាដាក់អីមកសលេតវីសលេតអីអត់ដឹងណាណីដេកតងាចអត់ទាន់ដឹងថាយប់អីផងមិនដឹងបងប្អូនបាទគឺខ្យល់អំភើត្រជាក់លើកំពូលភ្នំបងប្អូនបាទហើយដើមឈើដើមពោអីគឺនៅក្រោមហ្នឹងទៀតខ្ញុំក៏មិនសូវថតបានច្រើនដែរខ្ញុំថតចោះចឹងទេសភាពឲ្យមើលទេសភាពគឺស្អាតដែរបងប្អូនបាទព្រះមាននេះដូចជាពហិឬក៏មិនខ្ញុំមិនសូវដឹងដែរអញ្ចឹងក៏លោកកសាងតំមបានប៉ុណ្ណេះបងប្អូនអើយបាទតំមតបានផ្លូវឡើងតំមតបានយដាគឺអស់ច្រើនណាពុទ្ធបរិស័ទជួយខ្លះតេតហើយទៅតាមហ្នឹងទៅតាមដែលបច្ច័យគេចូលរួមអញ្ចឹងទៅទីធ្លាគឺរៀងធំដែរបងប្អូនបាទហើយខ្ញុំមកនេះអត់សូវមានមនុស្សមកទេដោយសាររៀងថ្ងៃក្តៅដែរអត់សូវមានមនុស្សនេះគឺជាកន្លែងផ្លូវឡើងអញ្ចឹងណាបងប្អូនបាទគឺព្រះអមតាមផ្លូវឡើងនឹងរហូតហាលរហូតដល់លើកំពូលតែម្ដងអញ្ចឹងណាហើយនេះខ្ញុំចាប់ផ្ដើមចុះទៅវិញដែរខ្ញុំចុះទៅវិញខ្ញុំទៅមើលព្រះនៅខាងក្រោមគឺព្រះធំមែនទែនបងប្អូនបាទគឺនៅខាងក្រោមហ្នឹងគឺព្រះពុទ្ធរបស់យើងគឺធំចាំតិចទៀតគឺទៅដល់ហើយបងប្អូនបាទព្រះហ្នឹងគឺលោកកសាងដូចជា2 ដងហើយសាមុនដូចធ្វើទៅដូចជាប្រភពអត់សូវស្អាតអញ្ចឹងណាហើយដល់ពេលឥឡូវលោកវាយចោលហើយលោកកសាងថ្មីព្រះអង្គទៀតគឺប្រភពលោកគឺពេញបងប្អូនបាទគឺពេញហើយសារនេះគឺស្អាតជាងមុនអត់សូវស្អាតទេខ្ញុំមានរូបថតពីមុនតែបងប្អូនចាំមើលយ៉ាងខ្ញុំទីខ្ញុំនឹងដាក់រូបថតពីមុនឲ្យមើលថាពីមុននឹងឥឡូវវាខុសគ្នាអញ្ចឹងណាបងប្អូនបាទប្រភពព្រះអង្គពីមុនផ្សេងឥឡូវគឺផ្សឹងគឺឥឡូវស្អាតលោកទៅកសាងថ្មីទៀតអញ្ចឹងព្រះហ្នឹងគឺអស់2បងប្អូនបាទហើយនេះគឺជាផ្លូវឡើងអញ្ចឹងណាបងប្អូនមកគឺអត់ចោតប្រហែលទេបងប្អូនម៉ូតូយើងជិះឡើងដល់កំពូលអត់ចោតតែផ្លូវឡើងនេះគឺមកធានាគឺលោកអត់ចាក់បេតុងទេគឺផ្លូវថ្មសិនដោយសារលោកអត់មានបច្ច័យរួមមិនដែរបងប្អូនបាទអត់ពុទ្ធបរិស័ទជួយខ្លះអញ្ចឹងណាបងប្អូនបាទនេះគឺព្រះឥឡូវកំពុងទៅតែកសាងទេបងប្អូនបាទព្រះគឺព្រះចាស់មុនគឺលោកវាយចោលហើយដោយសារប្រភពអត់សូវស្អាតឬក៏មិនទេនេះគឺប្រភពព្រះអង្គពីមុនអញ្ចឹងណាបងប្អូនគឺអត់សូវស្អាតអញ្ចឹងបានលោកវាយចោល